មានយកមួយនៅវេលាអាទិត្យនាងវិធាវីដែលនិត្រាមិនលក់សោះនោះក៏ក្រោកឡើងបោកបង្អួចក្បាលដំណេកខ្យល់ត្រជាក់បោកបក់ក្លិនរុក្ខជាតិស្ទុះចូលមកអង្អែលផាត្រានាងនៅខាងក្រៅលោកខែបញ្ចាំងរស្មីទន់ត្រជាក់ដោយព្រៃមកក្រកបលើសាកលទ្វីបនៅក្នុងមេឃពណ៌ខៀវថ្លាត្រយងដុំពពកសសដូចកប៉ាក់ស្ទុះចូលមកបាំងវងប្រច័ណ្ឌបណ្ដាលឲ្យស្រទុំស្លាប់មួយផ្លែតកាលណាពពកនោះអណ្ដែតផុតទៅពន្លឺរាជិនីនៃរាត្រីមកបាំងលើធាងដួងដែរយោរេរ៉ាដោយវាយោហើយដែលភ្លឺផ្លែតដូចជាបន្ទះដែកស្មិតនៅក្នុងសន្ធាយាស្ងាត់នេះនាងវិធាវីនៅកណ្ដែងកណ្ដោចឈឺអួលផ្សាតែម្នាក់ឯងចិត្តនាងនឹកទៅប៊ុនធឿនមិនលាស់វេលាអោម្លេះនៅពេលមួយនេះសំអ្នកបងនិត្រាសុខសម្រានឬមួយក៏មានចិត្តគិតមកនាងខេះដែរក៏មិនដឹងនៅពេលដែលនាងគិតឃើញដូច្នេះទឹកភ្នែកពីដំណក់ហូររមៀលចុះមកនាងនឹកដល់ពពួកទេវតាដែលមានគេជាអានុភាពម្ដេចក៏ទុកនាងឲ្យរងកម្មអ្វីដល់ម្លេះម្ដេចក៏មិនរំលាយជីវិតនាងនៅគ្រាដែលទៅមើលប្រាសាទអង្គរទៅអង្គរនាងនឹកឡើងសែនខ្នាន់ខ្នាញ់ក្តៅរលដូចឃើញនៅនឹងមុខថ្មីយីអានៃសឺតនេះចាំជាប្រហើនថ្លើមធំមែនហើយណោវាហ៊ានទៅរលុករលួយឯងកំពុងថ្វាយបង្គំព្រះអង្គនាងនឹកឃើញវេលាដែលឡើងជារតេនមកទាំងភ្លៀងនាងនឹកឃើញកាលដែលនាងដេកញ័រកន្តាក់ទទួលជួយពី3ជាន់ដោយនាងចាប់ត្រិនយ៉ាងធ្ងន់នាងនឹកឃើញដល់នាងសុចិត្រាដែលជួយបីបាច់ថែរក្សានាងក្នុងពេលនោះនាងនឹកដល់ថៅកែបេងជួនដែលរត់រកពេទ្យទាំងរាត្រីដើម្បីយកថ្នាំមកចាក់ឲ្យនាងលុះតែនាងបានគ្រាន់ស្រយានអោបើប្រសិនណាជានាងមានសំណាងទៅថ្ងៃក្រោយនាងនឹងមិនភ្លេចគុណជនទាំងពីរនាក់នេះឡើយលុះឃើញថានាងបានគ្រាន់ស្រួលបួរបន្តិចហើយម្ដាយនាងក៏បាននាំនាងវិលមកផ្ទះសម្បែងវិញដោយរក់រាន់ចំណែកយាយនួនដែលមានព្រួយដែលខ្លាចក្រែងតោះអធ្យាស្រ័យនៃនាងធោព្រោះយល់ឃើញថាកូនគាត់មានកិរិយាមិនគប្បីនៅកំពែងអង្គរនំនោះគាត់ក៏បានទៅនិយាយសុំចិត្តកុំឲ្យនាងធោគេចាប់ថ្នាក់ប្រកាន់អ្វីសោះឡើយស្ត្រីនោះឮហើយក៏សោយកាត់កុកក្អកអាយហើយថាចាយកុំព្រួយអីយ៉ាងនោះក្មេងនៅព្រហ្មចារីតែងអៀនខ្មាស់គូស្រក់យ៉ាងនេះឯងយាយនួនគាត់បានធូរដើមទ្រូងពីរឿងនេះហើយក៏ពៀមសម្ដីនេះដោយមានទឹកមុខរីករាយមកប្រាប់កូនគាត់ភ្លាមនាងវិធាវីដែលអង្គុយខឹងយប់ស្ងាត់កាលបាននឹកឃើញកិរិយាយ៉ាងនេះនៃម្ដាយនាងហើយនាងក៏សែនខ្នាន់តូចចិត្តដោយនឹកខ្មាស់គេពុនប្រមាណនាងមានចំបែងជាអណែកបានពេលណានាងរៀបតែបត់មាត់ជំរាបម្ដាយពីហេតុដែលនាងស្អប់ឈ្មោះនៃសឺតនេះតែសេចក្តីអៀននឹងដំណើរទាស់ខុសប្រពៃណីមកសង្កត់អណ្ដែតនាងឲ្យស្ងៀមទៅវិញព្រោះយកឃើញថាតាំងពីបុរាណនាយមកស្ត្រីខ្មែរមិនមានអំណាចរើសប្តីលើខ្លួនឯងទេបើឪពុកម្ដាយទុកដាក់ល្អអាក្រក់ដោយម្ដេចក៏ត្រូវតែទទួលយកជានិច្ចតម្លាប់យ៉ាងនេះនាងយល់ឃើញថាជាការមិនប្រកបនឹងយុត្តិធម៌សោះព្រះអិនប្រះព្រំដែលមានរទ្ធីនុភាពក្រៃលែងម្ដេចឡើយក៏មិនមកជួយបំបាយចិត្តម្ដាយខ្ញុំផងអោកុសលនៃបុណ្យទាំងឡាយដែលខ្ញុំបានសាងមកម្ដេចក៏មិនមកជួយខ្ញុំឲ្យផុតពីទុក្ខទម្ងន់នេះចេញអោបងប៊ុនធឿនសម្លឹងឲ្យទ្រួងអូនគ្មានធូរស្បាយវេលាណាទេបើនៅតែជុកណែនអួលផ្សាយយ៉ាងនេះទៅឃើញថានឹងទុនធាមមិនបានយូរបន្មានឡើយនាងវិធាវីនៅត្រាំក្នុងទុកសង្រេងយ៉ាងនេះតតែលីមាត់ក្អែកដែលប្រាស្រ័យនៅដោយចុងអំពើតាមជួរមាត់កំពុងស្រែកខ្វក់ឡើងទ្រហឹងអឹងអាំនាងញឹកទៅខាងកើតក៏ឃើញពន្លឺប្រាំងរបស់ព្រះសុរិយាដែលរើសបំភ្លឺលោកនាងក្រោកឡើងមានដៃជើងរួយស្រពន់ហើយដើរទៅបោកមុងចូលដំណេកនាងវិធាវីកើតទុកឥតដំណៃអង្គុយយ៉ាងនេះសពតិវៈរាត្រីខ្លួននាងល្អិតល្ហេស្គមនៅតែស្បែកដណ្ដប់ឆ្អឹងយាយនួងឃើញដូច្នោះហើយក៏បង្ខំឲ្យខាងប្រុសគេរៀបចំឲ្យបានក្នុងពេលឆាប់ដើម្បីឲ្យបុត្រីគាត់បានស្វាមីហើយនឹងអាលឲ្យនាំគ្នាដើរលេងកំសាន្តរំហាយចិត្តដូច្នេះហើយនាងធោដែលសំចិត្តនឹងគំនិតយ៉ាងនេះថងក៏ប្រើគូលីមកជំរះស្មៅយកទីកន្លែងទុកធ្វើរោងផ្កាស្លារោងចុងភៅហើយព្រមជញ្ជូនដើមស្លានៅទាំងមូលខ្លះពុះជារនាបខ្លះព្រមទាំងស្បោកណ្ដប់ដែលយកបង្គោលទុកបំរុងជាស្រេចនាងវិធាវីកាលបោឃើញវត្ថុទាំងនោះហើយក៏រឹតតែស៊ប់សៅខ្លាំងឡើងខ្លាំង
នាងលែងចេញវាចាស្ដីថាអ្វីសោះបើគេដេញដាវសួរពីសុខពលនាងច្រើនពេកនាងក៏ញញឹមដាវស្រពោនហើយបែរមុខចេញទៅប្រហែល 2-3 ថ្ងៃមកចាប់មានក្អកស្ងួតមកអង្រុញដើមទ្រូងឲ្យនាងឈឺផ្សាអស់ប្រាណនៅប្រហាមយុគមួយដែលឥតបាននិត្រាសោះស្រាប់តែនាងក្អកមុំមកមានធ្លាក់លោហិតស្រស់ៗគេយកកន្ធោមកត្រង់ឈាមនោះបានចំនួន2ពែងឯនាងអស់កម្លាំងពេកក៏ដួលស្រាពោមនៅត្រង់កន្លែងអង្គុយយាយនួននិងយាយភ័យស្រឡាំងកាំងក៏នាំគ្នាលើក្រេនាងវិធាវីទៅដាក់លើក្រេហើយម៉ែផែរត់ទៅពឹងអ្នកជិតខាងម្នាក់ឲ្យគេអាណិតទៅអញ្ជើញគ្រូពេទ្យមកជាប្រញាប់នៅពេលដែលគ្រូពេទ្យមកដល់នាងវិធាវីនៅតែស្រទោកស្ទឹងមិនទាន់ដឹងខ្លួននៅឡើយគ្រូពេទ្យចូលទៅចាប់ដៃឆ្វេងអ្នកឈឺមកពិនិត្យជីបចាហើយយល់ថាស្ត្រីក្រមុំនេះមានកម្លាំងខ្សោយពេកណាស់ដូច្នេះហើយគេបើកប្រអាប់យកថ្នាំមួយបំពង់មកចាក់ឲ្យទើបគេនិយាយសុំឲ្យអ្នកឈឺទៅសម្រាកកម្លាំងកុំឲ្យមានផលរមើលឬមានអ្វីធ្វើឲ្យល្មើសចិត្តឡើយលុះគ្រូពេទ្យចូលទៅបាំងមួយស្រពុកនាងវិធាវីក៏ភ្ញាក់ដឹងខ្លួនឡើងដេនួនគាត់អស់រអូបរកឹបលើកបបោនឹងត្រីងៀតដែលបំរុងទុកបងឲ្យនាងអាស្រ័យយុវទីនេះលឺម្ដាយលួងលោមឲ្យញ៉ាំពេកក៏កើតមានចិត្តអាណិតហើយខំត្រដោះមកអង្គុយជិតម្ដាយទើបលើកស្លាបព្រាចូលអាហារបាឡៃនាងទើបតែនឹងលេបបាន 2-3 ម៉ាត់ប៉ុណ្ណោះស្រាប់តែមានរថយន្តមួយមកឈប់នៅមុខផ្ទះយាយនួនគេឃើញនាងថយចុះប្រញាប់មកនាងស្រែកពីចម្ងាយចាយហើយចាយខ្ញុំទើបឮគេនិយាយអំបញ្ញមិញនេះសោះនេះនាងវិធាវីឮសូរមុតនោះក៏ងាកមើលទៅស្គាល់ជានាងធោក៏នឹកអួលខ្នាញ់ភ្លាមសម្បល់មុខនាងឡើងក្រហមច្រៅដោយសេចក្តីខឹងឯរោគក្អកស្ងួតក៏ងើបឡើងទាញអង្រួនខ្លួននាងលុះនាងសោកទៅក្នុងកន្ធោគេឃើញធ្លាក់សុទ្ធតែឈាមក្រហមឆ្អៅឃើញដូច្នេះហើយនាងធោក៏ស្ទុះទៅត្រកងនាងវិធាវីជីក្មួយអញឈឺអីដល់យ៉ាងនេះណោចាយបានអញ្ជើញគ្រូណាមើលឲ្យឬនៅយាយនួនដែលភ័យស្ទើរគ្មានសមារតីនោះក៏ហាមាត់ឆ្លើយឡើងទាំងប៉ពិតប៉ពប់គ្រូពេទ្យបារាំងគេទើបតែចောက်ទៅមុននាងអញ្ជើញមកដល់បន្តិចនេះអូចាយកំរកពេទ្យគេមើលមិនពូកែឬគ្រូខ្មែរទេខ្ញុំស្គាល់លោកសាំងមួយអង្គដែលតែងចង្រាមភាវៀននៅក្នុងគុហាភ្នំសំប៉ៅលោកចេះមុនវិជាពូកែណាលោកធួយទឹកមុនឲ្យពូភូតបើបានងូតម្ដងនឹងឃើញស្បើយ3ដងនឹងយាស្រឡះយីលោកនៅឆ្ងាយអីម្លេះតើបាននរណាគេទៅនិមន្តលោកមកចែព្រួយអីឡានខៀងឈើបទៅឈើបមកពីនេះទៅភ្នំសំប៉ៅឆ្ងាយប៉ុន្មានយាយនួនក៏ស្រែកហៅម៉ែផែឲ្យដកហ៊ូតពីឆ្លាក់យកទៀនមួយគូនិងធូបមួយសំនុំមកជូននាងធោស្ត្រីនេះក៏មនីមញ្ញាចូលទៅថាដើម្បីនឹកចាត់ដែងឲ្យគេទៅនិមន្តប្រសងពូកែនោះមកនៅល្ងាចត្រជាក់ឡាននាងធោក៏ត្រឡប់មកឈប់នៅមុខផ្ទាំងយាយនួនវិញស្ត្រីនេះខឿងហើយក៏មានវាចាទៅកាន់ជនម្នាក់ក្នុងបណ្ដាភ្ញៀវទាំងឡាយដែលមកសួរដំណឹងត្រៀបត្រាឲ្យចុះទៅអារធិនាភិក្ខុឡើងលើផ្ទះភិក្ខុរូបនេះមានវ័យចាស់គ្រាន់បោហើយដំណើរកោងជ្រត់ទៅលើឈើមួយហើយមានសាច់ជ្រៀកដណ្ដប់ដោយជីវរជ្រលុកខ្លឹមខ្នុលលោកគេបាននិមន្តលោកឲ្យឡើងរួចហើយលោកក៏មកគង់កន្លែងមួយដែលគេរៀបបំរុងជាមុនក្រោយដែលគេលើកទឹកតាយបារីមលូស្លាមកប្រគេនលោកមានថេរដីកាសួរដោយសម្ដីស្អែកមួយថាខ្ញុំនិមន្តអាត្មាមកនេះតើមានការដូចម្ដេចខ្លះយាយនួនគាត់ខិតចុលនិយាយពីពិតលោកតាមដំណើរភ្ញៀវមីណាក់ដែលនៅជិតខាងក៏លើកថាំងមួយដាក់ទឹកពេញមកប្រគេនលោកក្នុងភេជ្ជនីមានផ្កាម្លិះក្រពុំអណ្ដែតសក្បុលោកចកធូប3សរសៃមកបណ្ដុំគ្នានឹងដុំក្រមួនមួយប៉ុនកូនដៃហើយយកទៅបិទភ្ជាប់នឹងមាត់ធុងទឹកលោកអុជទៀនមួយឲ្យឆេះឡើងហើយយកទៅបង្កាត់ធូប3សរសៃនោះឲ្យឆេះទៀតទើបបិទទៀននោះនៅក្បែរធូបលោកលើកហាត់ប្រណម្យហើយសូត្រផ្ដុំទុកក្នុងថាំងមួយស្រពុកក្រោយមកលោកបាយយកទៀនអុជមកសូត្រគួរទឹកទៀតបង្កើតឲ្យមានជាខ្វែទឹកនាំពពួកម្លិះហើយរសាតាមគ្នាមានវិស័យដូចជាកូនក្អែកសម្បុរសោះយូរម្ដងលោកបង្អោនប្រឆេះទៀនទៅក្នុងទឹកបណ្ដាលឲ្យកើតជាផ្ទុះប្រែហើយមានក្រមុនរលាយធ្លាក់ចុះទៅអណ្ដាតត្រានៅកំឡុងកំឡះម៉ោងដែលព្រះសង្ឃនេះសូត្រមន្តគោទឹកពពួកភ្ញៀវនិងអ្នកម្ចាស់ផ្ទះអង្គុយបត់ជើងធ្វើមុខស្ងួតភ្នែកចាំងផ្ទៀងមើលនៅពេលបង្ហើយលោកក៏ជ្រមុជទៀនទៅក្នុងទឹកពន្លត់តែម្ដងអ្នកដែលនៅចាំជួយមើលការលុះឃើញដូច្នោះហើយក៏នាំគ្នាគ្រានាងវិធាវីអង្គុយនៅមាត់ចន្ទើព្រះសង្ឃក៏លើកទឹកនោះទៅស្រោចលើខ្លួននាងដែលកំពុងគ្រុនយ៉ាងក្តៅនៅពេលប្រលប់ធំដែលធ្លាប់ត្រជាក់នាងវិធាវីដែលគេបានដោះអាវចេញទុកឲ្យនៅខ្លួនទទេដាំដៃទទួលទឹកមុនកាលបើត្រូវខ្ជិលបក់មកតិចហើយក៏កើតរងាយញ័រញាក់ទៅត្រើតតែនាងខំខំថ្មិញសង្កត់ចិត្តដល់លោកលើកទឹកចាក់ទៅលើថែមទៀត
ខ្លួននាងក៏ញ័រចំប្រប់ដោយកូនសัตว์មានថ្មិញរំដុំគ្នាគួរឲ្យអាណិតពន់បែកយាយនួនឃើញដូច្នោះក៏នឹកស្រណោះស្ទើររលួយថ្លាមប្រមាត់គាត់ក៏ខំហាមាត់ទាំងអួលអនិយាយខំអត់ទៅកូនលោកតាស្រោចទឹកឲ្យឯងជាગાມមុនពេលដែលលោកនឹងនិមន្តទៅកាន់ទីសមាធិវិញនិមន្តមកម្ដងទៀតលុះគ្រប់3ដងទើបឈប់លោកមានសង្ឃដីកាផ្ដាំថាស្អែកលោកនឹងមកម្ដងទៀតនៅយប់នោះនាងវិធាវីក៏ចាប់គ្រុនយ៉ាងខ្លាំងខន់ទ្រូងនាងក្តៅដោយរងើកភ្លើងញាក់ផងតែងតែដឹងថាជំងឺទ្រនេះតាមនិយមវិទ្យាសាស្ត្រនៃបច្ចុប្បន្នកាលគេតែងតែហុំដណ្ដប់ឲ្យចិត្តមិនឲ្យត្រូវអាកាសត្រជាក់ឬទឹកត្រជាក់ក៏សោះឡើយឥឡូវនេះលោកដែលជាបព្វជិតមានសិលមានធម៌បានមកសោយទឹកបណ្ដាលឲ្យរោគនោះរឹតតែធ្ងន់ជាងមុនទៅទៀតនាងវិធាវីតាំងតែពីនាងចាប់ឈឺមកនាងឥតមាននិអ៊ីស្ដីទេនាងនឹកឃើញថាខ្លួននាងឈឺម្ដងនេះប្រហែលជាមិនជាទេមើលទៅដោយរស់ជាមនុស្សធ្វើអ្វីផងបើមុខជាមិនបានជួបប្រលំលោករឿងផ្កាស្រពោនគូសង្សារមុខជាមិនសប្បាយមុខតែរងទឹកភ្នែកដដែលអោបងប៊ុនធឿនអើយបងកុំប្រកាន់ទោសដល់អូនឡើយដោយអូនមិនបានមករួមជីវិតដោយពាក្យសន្យាអោគុណព្រះពុទ្ធព្រះធម៌ព្រះសង្ឃដ៏ប្រសើរថៃថ្លាខ្ញុំសូមប្រាថ្នាថាការជាតិកាលណាកុំឲ្យមានព្រួយនិងប្រត់គូកំសត់ដូចនេះឡើយនៅយប់នោះមានអ្នកជិតខាងជាច្រើនអ្នកដែលធ្លាប់ស្រឡាញ់រាប់អាននាងវិធាវីបានមកនៅជួយកំដរគូកតែឥតមានជនណាមួយថ្មិចភ្នែកបានឡើយព្រោះនាងវិធាវីឆែកតែភ្ញាក់ខាក់តរធ្លាក់ឈាមមិនស្រាក់ស្រានលុះដល់ព្រះហាមទើបអ្នកជំងឺបានស្រយាលសំងំទទួលដំណេកបានយាយនួនគាត់ឆ្លៀតយកឱកាសនេះរត់ទៅនិមន្តលោកគ្រូអានមើលជាតាគូនគាត់ព្រះសង្ឃរូបនេះកាលបើបានពិនិត្យក្រាំងគម្ពីរនិងវាយលេខគុណគួរសັບគ្រប់ហើយក៏មានសង្ឃដីកាថាញោមកូនញោមមានគ្រឹះធ្ងន់លេខចង្អុលត្រងើយព្រះរាមទ្រឹសអ៊ីនចិត្តបើដូច្នេះចាំអាត្មាទៅសូត្របណ្ដោះគ្រប់ឲ្យញោមកុំព្រួយរោគនេះធ្ងន់មែនពិតតែគង់រកគ្រូមើលជានៅពេលថ្ងៃរសៀលគេឮសូរព្រះអូលោកគ្រូអានសូត្រធម៌រអ៊ូហើយបាចទឹកមុនដោយជាក្របភ្លៀងធ្លាក់មកលើរាងកាយនាងវិធាវីដែលរងាយញ័រចំប្រប់នៅក្រោមជួយលុះសូត្រចប់លោកគ្រូអានក៏បង្គាប់ឲ្យគេលើកអ្នកឈឺអង្គុយសណ្ដូកជើងហើយលោកទំពាស្លាត្រៀមគ្រប់មានសូត្រគេថាបណ្ដាផងប៉ុន្មាននាទីក្រោយមកលោកក៏ព្រុសកញ្ចាក់ស្លាមលូព្រមទាំងទឹកមាត់ក្រហមទៅលើនាងវិធាវីលឺសូផេតបន្ទាប់ពីពេលដែលលោកគ្រូអាននិមន្តពុទ្ធទៅនាងធោក៏ឡើងមកដល់ភ្លាមមាននាំទាំងស្រីម្នាក់មកផងភ្ញៀវថ្មីនេះមានភ្នែកបាយមកខាងសលៀងមកខាងអ៊ុតស៊ីស៊ូមុខសក់ក្រញាន់សន្ធឹងស្លៀកចងក្បិននឹងពៀនណាក្រមាមួយជាប់ក្អែលឡើងពភឹកដែលអ្នកផងមិនអាចថាពកអ្វីបានឡើយលោកបានសួរដំណឹងសពគ្រប់ពីអ្នកឈឺរួចហើយនឹងធោក៏និយាយទៀតថ្ងៃនេះខ្ញុំមិនបានឲ្យឡានទៅនិមន្តលោកភ្នំសំប៉ៅទេព្រោះខ្ញុំនឹកពីផលថាមានទាស់ខប់នឹងខ្មោចពិសាចណាក៏មិនដឹងបានជីស្រោចទឹកម្ដងហើយនៅមិនខឿនក្រនសោះហេតុនេះបានជាខ្ញុំនាំម៉ែអេងដែលល្បីខាងចេះចូលឈុតឲ្យគាត់មកបួលមើលក្រែងលោជាធัวទៅបានសំប្រកបយាយនួនតបការចិត្តធោពេកជួយឈឺឆ្អាលយ៉ាងនេះខ្ញុំអរគុណណាស់បើយ៉ាងនេះហើយអញ្ជើញគាត់មើលទៅម៉ែអេងឮដូច្នោះហើយក៏បង្គាប់ឲ្យយកប្រណាក់មួយអង្គមួយក្របនិងអំបោះមួយសរសៃគាត់យកអំបោះចងតងប្រណាក់មួយខាងលៃឲ្យតែមុតនោះនៃស្មៅត្រង់បើប្រសិនណាគេចាប់អំបោះយូរឡើងលុះលៃបាស្រួលហើយទើបម៉ែអេងយកគ្រាប់អង្គមកដាក់បន្ទុំលើក្បាលប្រណាក់ដាក់កាន់បន្ទងលើខ្លួនអ្នកឈឺក្នុងក្រាននោះគេមានអ៊ុយទៀនធូបបិទនឹងមាត់ពៀនមួយម៉ែអេងក៏និយាយឧទ្ទិសឡើងថាអោអ្នកមេបារូបណាមួយហើយដែលមានសេចក្តីក្តៅក្រហាយខឹងសម្បាហើយចូលមកធ្វើរូបអ្នកនេះនាងនេះឲ្យឈឺនោះចូលមេតាប្រាប់ឈ្មោះមកដើម្បីឲ្យញ៉ាំប្អូនគេរៀបសែនព្រេនជូនថាហើយម៉ែអេងក៏អង្គុយនឹងពង្ដិនភ្នែកសលៀងខំស្រដៀវមើលប្រណាក់ទៅគាត់សួរអ្នកតាដំបងដែកហៅអ្នកតាក្បាលក្រហមប្រណាក់នៅស្ងៀមឥតកំរើកម៉ែអេងក៏ចេះតែរាប់ឈ្មោះអ្នកតាអ្នកដូចសួរយ៉ាងនេះតទៅទៀតតតែដល់ឈ្មោះនាងកន្ទងខៀវប្រណាក់នោះក៏តាំងកំរងមួយងើបទម្លាក់ក្របអង្គទៅលើនាងវិធាវីតាមយោបល់អ្នកតែមិនជឿខ្មោចបិសាចនោះគេថាម៉ៃអេងនេះបន្លំកំត្រាក់ស្រសៃអំបោបានប្រេទីប្រណាក់ចែកកំរឹកយ៉ាងនេះឯងដែលមកបៀតបៀនបុត្រីយាយនួនបានស្គាល់ឈ្មោះបិសាចដែលធ្វើកដូច្នេះហើយម៉ៃអេងក៏បង្គាប់ឲ្យធ្វើពេច្រមុះជ្រូកសែនហើយយកទៅចោលនៅទិលអេសាននៅពេលល្ងាចគេលើមនុស្សប្រមឹក4-5នាក់កាន់ស្ករដាស់ស្បែកហ្វ្លាន់និងក្រពើចូលមកលេងភ្លេងញ៉ែហើយចម្រៀងបន្តផងលីរំពងដូចហ៊ីងយំនៅពេលភ្លៀងដំបង
ម៉ែអេងវិញគាត់ពាក់អាវបំពង់ព្រៃក្រហមអង្គុយសម្លឹងតោកដងខ្លួនគាត់ញាក់ប្រព្រឹត្តមួយសន្ទុះក្រោយមកគាត់ចាក់ស្រាផឹកមួយប៉ែងហើយធួសំលេងស្អាតស្អាតថាចង់ស៊ីកន្ទុនបាក់កញាក់នៅជិតខាងទីនោះក៏ស្ទុះយកចេកមួយស្អាតមកឲ្យតួមេមាត់ពំចេកអប2 3ហើយក៏ចាប់យកតោក្រវាយក្រវ៉ាត់ហើយក្រោករាំចាក់ក្បាច់ធួដៃជើងចម្រឿងចម្រងមួយសន្ទុះក៏អង្គុយស្ងៀមឯភ្លេងនិងចម្រៀងក៏ឈប់នៅស្ងៀមដែរចំណែកម៉ែភ័យវិញកានបើគាត់ឃើញនាងទុយរបស់គាត់ឈឺចាប់យ៉ាងឈឺខ្លាំងយ៉ាងនេះគាត់ក៏ភ័យស្លុតចិត្តស្ទើររកពលលឹងគ្មាននៅល្ងាចដែលគេលេងមេមាត់ដើម្បីសុំឲ្យបិសាចអភ័យទោសគាត់បានរົບរងទានាខ្លួននិងមកសុំឲ្យបិសាចស្រណប់ដល់នាងទុយលក់ដល់ឃើញតួមេមាត់គេឈប់ស្ងៀមដូច្នោះហើយគាត់ក៏លើកដៃសំពះហើយថាអោលោកម្ចាស់ឲ្យខ្ញុំសុំទោសចោះគ្នានៅក្មេងណាស់កុំចាប់ទោសបៃធ្វើភ័យអីឲ្យគ្នាបានជាស្រាក់ស្រានទៅមេមាត់ឆ្លើយតបប្រឡូមលោករឿងផ្កាស្រពោនក្មេងនេះប្រហឺនណាស់ធ្វើឲ្យយងខឹងណាស់តែឥឡូវនេះគេបានឲ្យយើងសប្បាយរួចហើយមិនអីទេយើងព្រមឲ្យជាឯនាងវិធាវីដែលទុកអួលកដៅនោះការបលឺភ្លេងអរៈយ៉ាងនេះនាងរឹតតែខ្នាញ់ក្នុងចិត្តតែមិនចេញស្ដីព្រោះនាងដឹងខ្លួនថារោគព្យាទីនេះកើតឡើងដោយទុកព្រួយរបស់នាងប៉ុណ្ណោះបើប្រសិនណាជាយាយនួនគាត់ភ្ញាក់ដឹងខ្លួនហើយផ្ដាច់នាងពីឈ្មោះណៃសតសំអប់ចេញហើយលើកនាងដាក់ទុកឲ្យទៅប៊ុនធឿនគូប្រេងវិញម្លេះហើយសំនាងមានកម្លាំងទទួលឱសថទទួលម្ហូបអាហារដោយរីករាយនឹងបានស្បោជំងឺដោយរហ័សពុំខានតែនាងនៅតែមិនហ៊ានចេញស្ដីសោះដោយខ្លាចទាស់ចិត្តម្ដាយម្ល៉េះហើយខ្លួននាងចេះតែស្រពោនរញំទឺរៀងរាល់ថ្ងៃអ្នកដែលថែរក្សាជំងឺរឹតតែខំពំពកថ្នាំអ្វីជាថ្នាំអ្វីទេចិនក៏មានយួនក៏មានខ្មែរក៏មានបារាំងក៏មានអស់ពីឫសឈើប្រមាត់ខ្លាំងខ្មើមអស់ពីឫសឈើដល់ថ្នាំធៀបថ្នាំគលិកាថ្នាំចាក់ថ្នាំដតសពគ្រប់អស់ហើយពាក្យសន្យាលោកគ្រូអាននិងមេមាត់ព្រមទាំងឫទ្ធានុភាពនៃមន្តអាគមលោកភ្នំសំប៉ៅក៏មិនឃើញជាបានផលប្រយោជន៍ណាឯងនាងវិធាវីក៏នៅតែស្ទុកស្ទឹងតែនាងនៅវិញ្ញាណចាំជានិច្ចដោយធ្វើម្ដេចកម្មក្រាស់របស់ខ្លួន